សម្រស់ឡាតែវាជូរពេលព្រឹកនេះកំទឹកនេះបាញ់វាឲ្យស្មោលកុំឲ្យដីជាប់អានេះរ៉េមបូទុំខ្មៅចាប់ដើមក្តាប់ទៀតមើលពូជផ្សេងអានេះពូជ S38 អាយុបាន4ខែកន្លះបានមកកោមដែរតែពុកពេលតំណាំអស់ហើយនេះអេវ៉ាអាយុ9ខែមួយអាទិត្យកាប់បាន3សកោមដែរការវាមិនសូវធំល្អទេមិនសូវច្រើនទេតែវាអាចយើងទុកវាបានផ្លែហូបដែរនេះតែមើលផ្លែលើកទី1នេះអាផ្លែនេះតាពីផ្កាល្អតែវាក្តៅភ្លៀងចឹងវាកាន់បានប៉ុណ្ណេះនេះទុំអេវ៉ាទុំក្រហមអត់ក្របមើលចកោមទី2បានកាន់ច្រើនវាអត់ស្ដៅការទាំងអស់បាទអានេះអាចកោមនេះខ្ញុំបេះអឡែក្តាប់អស់ 40% អានេះពីផ្កាមកដល់ខាងក្តាប់មកដល់ពេលនេះអាយុវាបាន1ខែមួយអាទិត្យតែមើលពូលីលីអានេះគេហៅលីលីអត់ទៅបល័យហើយទុំខៀវហើយក៏អូបឈ្ងុយផ្អែមហើយក៏អូបឈ្ងុយដូចផ្កាលីលីបានគេដាក់ឈ្មោះលីលីអត់ទៅបល័យនេះបានពីចកោមដែរហើយនេះខ្ញុំកាត់អានេះនៅមេទ្រុខ្ចីណាខ្ញុំកាត់វាដោះមកវិញវាមកតាមផ្កាដែរតែផ្កានេះវាមិនធំហ្មងតែអាចទុកទៅបានមកដោយអាចកោមនេះចឹងនេះកាត់វាកុំឲ្យស្លឹកវាល្អកាត់វាដុះថ្មីដល់ចេញផ្កាតែគេចំផ្កាតូចទេនេះនៅដូចគ្នាមើលខាងលើនេះម៉េចនៅជូរទេខ្ញុំលុបវែងណាខ្ញុំកាត់វាត្រឹមនេះមកចូលឲ្យវាលុបទៀតវាចិញ្ចឹមមកតែពេលវាដល់វាត្រូវចេញត្រួយវាចេញបានផ្កានេះដំបូងខ្ញុំថាបើអត់ល្អទេខ្ញុំក៏ដេកចោលតែនេះផ្កាល្អដែរអញ្ចឹងខ្ញុំទុកយកផ្លែទាំងដែរមេឃមិនតាន់ឡើងប្រថ្មត្រូវគប់អាយុកាត់យកផ្លែទេគ្រាន់តែយើងក៏ដេកត្រួយវាកុំឲ្យលូតទៀតវាដល់លូតត្រួយថ្មីវាបានផ្កាប្រចាំផ្កាវិញល្អអញ្ចឹងខ្ញុំទុកអរគុណ